បងបន្លែយើងត្រូវឆាមួយឆាកាពិសាច់ជ្រូកអានេះកូនទៅសក់ស្រូវទូចឆ្ងាញ់អូនគេយកមកឲ្យអានេះរត់ស្វាយហើយនេះល្អខ្លាំងមែនទែនបងប្អូនអើយចង់និយាយថាវាជាធម្មជាតិបងអូនគាត់បេះមកពីខាងពោធិ៍សាត់ណាម្ដាយគាត់បេះមកហើយល្អហើយឡើងផ្អែមនឹងស្រួយហ្មងពេលយើងឃើញអញ្ចឹងទៅខ្ញុំនឹកឃើញថាធ្វើឆាកាពិជាមួយសាច់ជ្រូកហ្មងទៅកាពិយើងទិញពីកពតមកហ្នឹងហើយយើងញ៉ាំជាមួយអញ្ចឹងទៅក៏ឆ្ងាញ់ផ្សំម្ទេសក្រៀមនេះស្លឹកក្រូចយើងចាស់តិចហើយនេះម្ដេងយើងហាន់ចឹងមកខ្ទឹមច្រាមខ្ទឹមសយើងអានេះកាពិកពតយើងណាយើងដាក់បាច់ច្រើននេះប៉ុណ្ណឹងហ្មងបានហើយទីដូងហើយយើងមានដោះគោខាប់ដែរទៅអាហ្នឹងយើងរួចដើម្បីវាឆ្ងាញ់ហើយនេះនេះសាច់ជ្រូកច្រាមហើយស្រេចទេបងប្អូនហើយយើងចូលកន្លះគីឡូដែរយើងធ្វើទុកចឹងណាហើយយើងធ្វើទុកបានសល់យូរថ្ងៃទៀតដល់មកទឹកហើយបើមានទូទឹកកកអ្នកខ្លះទុកមួយខែក៏បានដែរធ្វើស្ងួតចឹងក៏បានចឹងណានេះគ្រឿងផ្សំវាប៉ុណ្ណឹងយើងមានប៊ីចេងមានអីថែមទៅស្ករអីទៀតទៅខ្ញុំដាក់ស្ករត្នោតថតប៉ុណ្ណឹងបាច់បងប្អូនវាឲ្យឈ្ងុយទៅណាបងប្អូនអ្នកជំនួយ